ជំរាបសួរនិងសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍សាជាថ្មីម្ដងទៀតមកកាន់ការរៀនភាសាចិនអញ្ចឹងកាលពីលើកមុនគឺយើងរៀនដល់ពាក្យទី13អញ្ចឹងថ្ងៃនេះយើងរៀនតដល់ពាក្យទី14ចាអញ្ចឹងពាក្យទី14យើងអានថា昨天昨天昨天ម្សិលមិញ昨天ម្សិលមិញពាក្យទី15前天前天前天ម្សិលមួយថ្ងៃម្សិលមួយថ្ងៃទី16ប៉ាន់ធានប៉ាន់ធានប៉ាន់ធានកន្លះថ្ងៃពាក្យទី17ជីននៀនជីននៀនជីននៀនឆ្នាំនេះពាក្យទី18មីងនៀនមីងនៀនមីងនៀនឆ្នាំក្រោយពាក្យទី19ហូនៀនហូនៀនហូនៀនឆ្នាំក្រោយមួយទៀតពាក្យទី20ឈុយនៀនឈុយនៀនឈុយនៀនឆ្នាំមុនពាក្យទី21ឈៀននៀនឈៀននៀនឈៀននៀនឆ្នាំទៅមុនពាក្យទី22អ៊ីធានអ៊ីធានអ៊ីធានមួយថ្ងៃពាក្យទី23一个星期一个星期一个星期មួយសប្តាហ៍ពាក្យទី24一个月一个月一个月មួយខែលេខទី25一个小时一个小时一个小时មួយម៉ោងពាក្យទី26一分钟一分钟一分钟មួយនាទីចាអញ្ចឹងថ្ងៃនេះខ្ញុំចែករំលែកជាមួយនឹងអ្នកទាំងអស់គ្នាធំប៉ុណ្ណឹងហើយបើសិនអ្នកទាំងអស់គ្នាពេញចិត្តវីដេអូដែលខ្ញុំចែករំលែកសូមជួយចុច like និង share ទៅកាន់មនុស្សជុំវិញខ្លួនហើយបើសិនបើមានចម្ងល់អាច comment នៅខាងក្រោមវីដេអូបានអរគុណជួបគ្នានៅវីដេអូក្រោយ下次再见